សូមកុំប្រាថ្នារបស់ដែលបាត់បង់មានមនុស្សជាច្រើនតែងតែដេកកើតទុកនៅរបស់ដែលបាត់បង់ដូចជាបាត់បង់ទ្រព្យសម្បត្តិបាត់បង់ឋានៈសក្យុះបាត់បង់ការគោរពស្រឡាញ់រាប់អានពីមនុស្សទូទៅមនុស្សដែលរស់នៅជុំវិញខ្លួនរបស់យើងតាមពិតទៅជីវិតរបស់សត្វលោករស់នៅក្នុងបច្ចុប្បន្នជាតិនេះគឺរស់នៅអាស្រ័យទៅលើកម្លាំងរបស់កម្មដែលឲ្យផលបើសិនជាអ្នករស់នៅក្នុងឆាកជីវិតនេះជួបរឿងល្អជួបរឿងជោគជ័យមានកិត្តិយសមានគេគោរពស្រឡាញ់រាប់អានច្រើនមានទ្រព្យសម្បត្តិមាសប្រាក់លុយកាក់ច្រើនប៉ុន្តែថ្ងៃណាមួយរឿងល្អទាំងអស់នោះរលាយបាត់បង់ចាត់ព្រាត់ចេញពីឆាកជីវិតរបស់យើងស្ទើរតែទាំងស្រុងហើយពេលនោះតែងតែមានភាពសោកសៅមានភាពសោកស្ដាយស្រណោះអាឡោះអាល័យដោយរបស់ខំប្រឹងប្រែងរកស៊ីខំប្រឹងតស៊ូស្ទើរតែពេញមួយជីវិតហើយត្រូវរលាយបាត់បង់ក្នុងមួយពព្រិចភ្នែកដូច្នេះយើងត្រូវតែមានការសុខចិត្តទទួលយកនៅកម្មផលទាំងឡាយដែលយើងកំពុងតែជួបយើងត្រូវតែរីករាយទទួលយកនៅកម្មផលទាំងឡាយនោះព្រោះថាការប្រព្រឹត្តនៅអំពើរបស់អ្នកនៅក្នុងបច្ចុប្បន្នជាតិនេះការខំប្រឹងប្រែងនៅក្នុងបច្ចុប្បន្នជាតិនៅក្នុងលោកីនេះពុំដឹងថាពីអតីតជាតិអ្នកបានសាងអ្វីឡើងទេអ្នកបានប្រព្រឹត្តនៅកម្មអ្វីឡើងទេដូច្នេះពេលកាលណាបុណ្យឲ្យផលអ្នកនឹងទទួលភាពរីករាយពេលដែលបាបឲ្យផលអ្នកនឹងជួបរឿងទុក្ខសោកពេលដែលអ្នកជួបរឿងទុក្ខសោកអ្នកត្រូវបង្អោនចិត្តអហោសកម្មធ្វើចិត្តឲ្យត្រជាក់គិតវាមួយហើយចាប់ផ្ដើមប្រើជីវិតរបស់អ្នកសារជាថ្មីកុំបីមានការបាក់ទឹកចិត្តបើសិនជាអ្នកបាក់ទឹកចិត្តហើយដេកកើតទុក្ខមិនសុខចិត្តរឿងល្អទាំងឡាយដែលរលាយបាត់បង់ចេញពីឆាកជីវិតរបស់អ្នកនោះអ្នកនឹងគ្មានកម្លាំងតស៊ូក្នុងការរស់នៅបន្តទៀតទេដូច្នេះអ្នកត្រូវធ្វើចិត្តឲ្យរឹងមាំហើយតាំងចិត្តតាំងសតិរបស់អ្នកកសាងនៅអ្វីដែលអ្នកធ្លាប់មានឡើងវិញបន្តិចម្ដងទោះបីមិនបានទាំងស្រុងក៏អ្នករស់នៅប្រះចាកអំពីសេចក្តីទុក្ខទោះបីមិនបានទាំងស្រុងក៏អ្នករស់នៅប្រះចាកអំពីសេចក្តីទុក្ខសេចក្តីសោកសៅសេចក្តីស្ដាយស្រណោះអាឡោះអាល័យរាល់អ្វីដែលបាត់បង់ហើយអ្នករស់នៅក្នុងបច្ចុប្បន្នភាពប្រកបដោយសប្បាយចិត្តរីករាយទទួលយកនៅអ្វីដែលមាននៅក្នុងបច្ចុប្បន្នភាពវាប្រសើរជាងអ្នកដេកកើតទុកនៅអ្វីដែលបាត់បង់ព្រោះថារបស់ដែលបាត់បង់ទៅហើយអ្នកមិនអាចទាញវាត្រឡប់ថយក្រោយយករឿងល្អយកនៅរបស់អ្វីដែលបាត់បង់យកមកអោបកសោកវិញបានទេបើសិនជាអ្នកនៅតែគិតពីភាពសោកស្ដាយនៅអ្វីដែលអ្នកបានបាត់បង់នោះឆាកជីវិតរបស់អ្នកនឹងដេកត្រាំជាមួយតែសេចក្តីទុក្ខដេកត្រាំតែជាមួយសេចក្តីស្ដាយសំណោះអាឡោះអាល័យទាំងឡាយនោះប្រើជីវិតដែលត្រឹមត្រូវបំផុតនោះរឿងអាក្រក់ទាំងឡាយដែលអ្នកបានជួបនៅក្នុងឆាកជីវិតរបស់អ្នកទាំងបច្ចុប្បន្នទាំងអតីតកាលអ្នករំលាយវាចោលនៅក្នុងគណៈនេះទៅទើបអ្នកអាចរស់នៅបានភាពសុខសាន្តទាំងផ្លូវកាយទាំងផ្លូវចិត្តរបស់អ្នកហើយអ្នកត្រូវតាំងសតិតស៊ូដើម្បីសាងនៅរឿងល្អឲ្យចូលមកក្នុងឆាកជីវិតរបស់អ្នកឡើងវិញនោះជីវិតរបស់អ្នកនឹងទទួលបានអ្វីថ្មីចូលមកក្នុងឆាកជីវិតរបស់យើងហើយមានកម្លាំងធ្វើមានកម្លាំងដើរបន្តទៅមុខទៀតដោយភាពពេញចិត្តជាទីបំផុត นะโมพุทธเถยะ